សួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះខ្ញុំចង់ណែនាំពីប្រាក់កម្ចីមួយប្រភេទដែលអាចឲ្យអ្នកទាំងអស់គ្នាខ្ចីលុយទិញផ្ទះសម្រាប់ដាក់ជួលឬក៏វិនិយោគទោះបីជាអ្នកទាំងអស់គ្នាគ្មាន income ឬក៏គ្មានការងារធ្វើក៏ដោយប្រាក់កម្ចីប្រភេទនោះមានឈ្មោះថា DSCR loan ដែលពាក្យពេញរបស់វាគឺ Debt Service Coverage Ratio ប្រាក់កម្ចីប្រភេទនេះធ្វើឡើងដោយផ្អែកទៅលើចំណូលដែលនឹងទទួលបានពីការជួលផ្ទះជាជាងចំណូលផ្ទាល់ខ្លួនរបស់យើងអញ្ចឹងមានន័យថាទោះបីជាអ្នកទាំងអស់គ្នាគ្មាន income ឬក៏គ្មានការងារធ្វើក៏អ្នកទាំងអស់គ្នានៅអាចស្នើសុំកម្ចីប្រភេទនេះបានដែររបៀបដែល DSCR loan កណនីគឺគេយកចំណូលដែលទទួលបានពីការជួលផ្ទះចាយជាមួយលុយដែលត្រូវបង់ទៅធនាគារប្រចាំខែហើយប្រសិនបើផលធៀបរបស់វាធំជាងឬស្មើមួយមានន័យថាយើងអាចធ្វើ loan នោះបានឧបមាថាអ្នកទាំងអស់គ្នាចង់ទិញផ្ទះមួយសម្រាប់ដាក់ជួលហើយ lender វាតម្លៃទៅឃើញថាផ្ទះនេះបើសិនជាជួលគឺអាចជួលបានក្នុងតម្លៃ$2000ក្នុងមួយខែហើយយើងឧបមាថាផ្ទះនេះត្រូវបង់ mortgage ប្រចាំខែចំនួន$1500ក្នុងមួយខែអញ្ចឹងបើសិនជាយើងយក$2000ចាយ$1500យើងឃើញ ratio របស់វាគឺ1.33អញ្ចឹងមានន័យថាគឺយើងអាចធ្វើ loan នេះបាន lender ភាគច្រើនផ្ដល់កម្ចីនេះបានប្រសិនបើ DSCR ratio ធំជាងឬស្មើមួយមានន័យថា lender នឹងផ្ដល់កម្ចីប្រសិនបើចំណូលពីការជួលផ្ទះចាយជាមួយការបង់ធនាគារប្រចាំខែធំជាងឬស្មើមួយក៏ប៉ុន្តែនៅមាន lender មួយចំនួនផ្សេងទៀតដែលនៅតែអាចផ្ដល់កម្ចីប្រភេទនេះបានទោះបីជា DSCR ratio របស់វាតូចជាងមួយក៏ដោយលក្ខខណ្ឌខ្លះៗដែលអ្នកទាំងអស់គ្នាត្រូវមានគឺត្រូវមានលុយសម្រាប់ down payment យ៉ាងហោចណាស់ពី15ទៅ20%ត្រូវមាន credit score យ៉ាងហោចណាស់ពី640ឡើងទៅហើយនឹងត្រូវមានលុយខ្លះៗសម្រាប់ closing cost ហើយនឹង reserve ផងដែរសម្រាប់ DSCR loan នាងខ្ញុំអាចធ្វើ loan ប្រភេទនេះបាននៅរដ្ឋចំនួន30រដ្ឋជាងអញ្ចឹងបើសិនបើអ្នកទាំងអស់គ្នាចង់ទិញផ្ទះសម្រាប់វិនិយោគឬក៏ទិញផ្ទះសម្រាប់ដាក់ជួលអ្នកទាំងអស់គ្នាអាចទាក់ទងមកខ្ញុំផ្ទាល់តាមរយៈទូរស័ព្ទដូចខាងក្រោមឬក៏តាមរយៈ Facebook Messenger ក៏បាននាងខ្ញុំឈ្មោះ Marina ជា loan officer នៅសហរដ្ឋអាមេរិក